សួស្តីនេះយើងថ្ងៃនេះគឺខ្ញុំនឹងមកប្រៀបធៀបយើងពីរបៀបដែលយើងចូលយកជាមួយនឹង server Minecraft ដែលអត់គិតថ្លៃអញ្ចឹងដំបូងអ្នកទាំងអស់គ្នាធ្វើការបើកជាមួយនឹង Chrome ឬក៏ Microsoft Edge របស់យើងមកអញ្ចឹងបន្ទាប់មកអ្នកទាំងអស់គ្នាធ្វើការ search ពាក្យថាអាណាចក្រ Cloud អូខេអញ្ចឹងបន្ទាប់មកអ្នកទាំងអស់គ្នានឹងឃើញនេះអាណាចក្រ hosting នេះអញ្ចឹងអ្នកទាំងអស់គ្នាធ្វើការចុចលើវាមកអញ្ចឹងបន្ទាប់មកនៅពេលដែលយើងចូលមកដល់ website ដំបូងចឹងនៅពេលដែលយើងចូលមកដល់ website ដំបូងយើងធ្វើការ register account សិនអ្នកនរគ្នាចុចលើ register ខាងលើនេះក៏បានខាងក្រោមនេះក៏បានអញ្ចឹងយើងចុចនឹងមកតបមកខ្ញុំធ្វើការបញ្ពេញឈ្មោះរបស់ខ្ញុំហើយយើងដាក់ជាមួយ username របស់យើងទៅហើយតបមកយើងដាក់ជាមួយនឹង Gmail របស់យើងអញ្ចឹងខ្ញុំដាក់ឥឡូវខ្ញុំដាក់ Gmail នេះហើយខ្ញុំដាក់ password ហ្នឹងហើយតបមកខ្ញុំ verify ចុច verify មួយមកហើយយើងចុច click កន្លែងនេះមួយទៀតហើយយើងចុច create my account អូខេអញ្ចឹងបន្ទាប់មកយើងចាំតិចទៅគឺវានឹងបង្កើត account មកហើយអូខេអញ្ចឹងបន្ទាប់មកដើម្បីយើងខ្លាមបានអញ្ចឹងអ្នកនរគ្នាការចុចមកកន្លែង create your first server នេះចុចមកបន្ទាប់មកអ្នកនរគ្នាទៅដាក់ឈ្មោះ server ដែលអ្នកនរគ្នាចង់ដាក់ទៅមកមកថាឥឡូវខ្ញុំដាក់ថា test អញ្ចឹងបន្ទាប់មកខ្ញុំធ្វើការ select ជាមួយនឹង free plan នេះគឺយើងប្រើប្រាស់បានរយៈពេល1ថ្ងៃដែលអត់គិតថ្លៃហើយបន្ទាប់មកអ្នកនរគ្នាក៏ចុចតែ I have free នេះមកហើយបន្ទាប់មកយើងចុច create server អញ្ចឹងអ្នកនរគ្នាធ្វើការចាំមកផ្លែទៅវាកំពុងតែដំណើរការនេះគឺ server យើងគឺបង្កើតបានជោគជ័យហើយអញ្ចឹងអ្នកនរគ្នាធ្វើការចាំថាចន្លោះ5នាទីទៅគឺ server ហ្នឹងគឺវានឹងដើរអញ្ចឹងឥឡូវយើងចុចមកកន្លែង G server ហើយអ្នកនរគ្នាធ្វើការចុចមកកន្លែង manage អូខេចង់តបមកយើងចុចមកកន្លែង panel and theme ហើយយើងចុច auto login to panel បន្ទាប់មកវានឹងលោតចូលមក panel ហើយនេះគឺ panel របស់យើងគឺវាកំពុងតែ install ហើយគឺអាចនឹងមក play ទៀតហ្នឹងគឺវាចាប់បានដំណើរការហើយនៅពេលដែលខ្ញុំ set up ជាមួយនឹង panel ហ្នឹងរួចគឺខ្ញុំនឹង record វា auto ឲ្យអ្នកគ្នាមើលអូខេឥឡូវខ្ញុំបានធ្វើការបង្កើតជាមួយនឹង set up មួយ panel របស់ខ្ញុំរួចហើយអញ្ចឹងខ្ញុំធ្វើការចូលមកកាន់ SQL Ranger ហើយខ្ញុំចុចពាក្យថា play អូខេឥឡូវចាប់ទីចាំវាបាក់មកសិនអញ្ចឹងខ្ញុំចុច multiple player បន្ទាប់មកខ្ញុំចូលមក copy មួយ IP នេះ IP នេះបន្ទាប់មកយើងធ្វើការ add server ខ្ញុំដាក់ test ទៅហើយខ្ញុំដាក់ address ចុច10យើងចុចចូលមកចុចចាំតិចទៅគឺវានឹងលោតចូល server ហើយអូខេឥឡូវគឺវាបានចូលក្នុង server យើងចុច back to game មកអូខេនេះគឺជា server របស់យើងតែវាដើរ smooth មែនតើគឺវាប្រើប្រាស់ MR តែ32 ms ទេគឺវាដើរលឿនមែនតើគឺអត់មានទាក់ទេទោះបីជាយើងលេងច្រើន user ក៏ដោយឬក៏ច្រើន